កូនស្រីនឹងនៅសៀងហៃនៅកណាកញ្ញានៅសៀងហៃហើយជាជ័យលាភីមួយហើយដែលដូចតាបុប្ផាលក្ខខ្លួនណាល្ងាចនេះគឺសុំកូនស្រីឡើងមកជ្រាបបទសម្បត្តិ5លាមិនដឹងថ្ងៃវល់វិញនេះបទទី1ដែលត្រូវជ្រាបបទទី2គឺបទព្រាហ្មកស្នារាជាប្រស្នាបទទី2នេះវាពាក់ព័ន្ធជាមួយនឹងជីវិតរបស់ខ្ញុំសម្រាប់បរិសុទ្ធថ្ងៃនេះខ្ញុំសូមឲ្យលោកបុនចំនួនកូនបុនចំនួនគឺច្រៀងបទស្ពានសាសនាហើយណាបុនចំនួនគឺជាអ្នកប្រឡំចំបានជាមួយនឹងគួយសៀងហៃនេះគួយសៀងហៃមួយបទទៀតខ្ញុំបានឲ្យរកខ្ញុំគិតថាក្រសួងយើងអ្នកសិល្បៈយើងភ្លេចសិល្បៈដ៏ល្អដែលពួកគេមិនចេញមុខប៉ុន្តែខ្ញុំជឿដាក់ YouTube ដ៏ល្អគឺឈ្មោះពេជ្ររដ្ឋាប៉ុន្តែប្រហែលជាគ្មានពេជ្ររដ្ឋាចូលមកក្នុងនោះទេមានតែបុនចំណូលហើយនៅសៀងហៃប៉ុន្តែពេជ្រគឺអត់ស្គាល់ទេសួរទៅកាន់ជេក៏អត់ស្គាល់ដែរខាងក្រុមអ្នកភ្លេងក៏អត់ស្គាល់ឥឡូវនេះដើម្បីជំនួសសម្រាប់ពេជ្ររដ្ឋាក្នុងការឡើងមកជ្រាបគឺសូមឲ្យកូនជឿវឌ្ឍនាដែលមិននេះដូចគេឡើងមកជ្រាបគឺជាម្ចាស់បទលិខិតសម្បត្តិដែលពិបាកសរសេរបំផុតខ្ញុំមកប្រហែលជាមួយយប់ហើយជាមួយយប់ខ្ញុំក៏ធម្មតាមុនសម្រាប់ខ្ញុំមើលនេះមើលនោះអញ្ចឹងទៅខ្ញុំបើក Facebook ឃើញកូនស្រីម្នាក់គាត់បើកឡានតាមផ្លូវល្បឿនលឿនខ្ញុំចង់មើលផ្លូវល្បឿនលឿននោះទេផ្លូវល្បឿនលឿនប៉ុន្តែស្រាប់នៅក្នុងឡានរបស់គាត់នោះចាក់ភ្លេងប្រុសចាក់ចម្រៀងប្រុសពិតជាប្រុសតើខ្ញុំរកអាបទហ្នឹងវាមិនឃើញខ្ញុំស្ដាប់ចម្រៀងថាសង្ស័យមនុស្សតែ2នាក់ទី1គឺហឹមស៊ីវលទី2គឺនៅសៀងហៃអញ្ចឹងក៏ផ្ញើអានេះណែទាញដោនឡូតយកឡានហ្នឹងបញ្ជូនទៅឲ្យពុកនារីសួរថាកូនជួមមើលបទហ្នឹងជាបទអីទៅនឹងឆ្លើយមករកឃើញហើយបទហ្នឹងជាបទហឹមស៊ីវលជាឈ្មោះហៅថាសាអែមនឹកបងអញ្ចឹងប្រហែលជាក្មួយស្រីម្នាក់វាជារឿងមោទនភាពដែល